ពេញបរិបូរណ៍នាពេលមួយមានមនុស្ស 5000 នាក់កំពុងតែអង្គុយនៅតាមចង្កេះភ្នំមានការនឿយហត់អស់កម្លាំងនិងស្រែកឃ្លានហើយប្រហែលជាមានការរអ៊ូរទាំច្រើនណាស់ផងពួកគេរងចាំអាហារពេលល្ងាចរបស់ពួកគេពួកវងមនុស្សបានមកដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវនៅថ្ងៃនោះពួកគេបានមកតាំងពីមុនពេលអាហារពេលព្រឹកម្ល៉េះហើយបាននៅទីនោះអស់មួយព្រឹកនិងមួយរសៀលរហូតដល់ហួសអាហារពេលល្ងាចទៅទៀតគ្មាននរណាម្នាក់គ្រងនឹងនៅទីនោះជាយូរដល់ថ្នាក់នឹងទេប៉ុន្តែពួកគេបាននៅស្ដាប់ព្រះយេស៊ូវរហូតដល់ភ្លេចខ្លួនជ្រុលម៉ោងហាក់បីដូចជាពេលវេលានៅត្រឹងលែងទៅមុខទៅក្រោយមនុស្សជាច្រើនអាចនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវអស់រយៈពេលជាច្រើនម៉ោងហើយនៅថ្ងៃមួយនោះគឺពួកគេបានធ្វើយ៉ាងដូច្នោះមែនប៉ុន្តែពួកគេមិនបានយកអាហារមកគ្រប់គ្រាន់ទេហើយក៏មិនអាចទៅទិញបាយសាច់មាន់ដោយខ្លួនឯងបានដែរពីព្រោះពួកគេនៅទីវាលឆ្ងាយដាច់ស្រយាលគ្មានផ្សារហើយគ្មានហាងលក់ម្ហូបអ្វីសោះលើសពីនោះទៅទៀតគេមិនទាន់ច្នៃម្ហូបប្រភេទនោះទេតើពួកគេត្រូវធ្វើយ៉ាងណាមិត្តភ័ក្តិរបស់ព្រះយេស៊ូវមានគំនិតមួយចូលប្រាប់ឲ្យពួកគេគ្រប់គ្នាត្រឡប់ទៅផ្ទះទទួលទានបាយល្ងាចវិញទៅព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសិស្សថាពួកគេមិនចាំបាច់ចេញទៅទេអ្នករាល់គ្នាអាចផ្ដល់អាហារខ្លះឲ្យពួកគេបរិភោគចុះតើព្រះយេស៊ូវចង់ឲ្យពួកគេធ្វើដំណើរទៅភូមិដើម្បីទិញអាហារសម្រាប់គ្រប់គ្នាឬមិត្តភ័ក្តិរបស់ព្រះយេស៊ូវបានភ័យស្លន់ស្លោតែយើងគ្មានលុយគ្រប់ល្មមនឹងទិញទេព្រះយេស៊ូវសួរទៅគេថាតើមានអាហារអ្វីខ្លះទៅចូលទៅរកមើលពេលនោះមានក្មេងប្រុសម្នាក់នៅក្នុងចំណោមវងមនុស្សទាំងនោះគាត់បានយកអាហារថ្ងៃត្រង់ដែលម្ដាយគាត់បានខ្ចប់ឲ្យគាត់កាលពីព្រឹកព្រលឹមមកជាមួយគាត់មើលទៅនំប៉័ង5ដុំនិងត្រី2កន្ទុយដែលគាត់មានមិនច្រើនប៉ុន្មានទេហើយក៏មិនគ្រប់គ្រាន់សម្រាប់មនុស្ស 5000 នាក់ដែរគឺមានតែប៉ុណ្្នឹងទេប៉ុន្តែគាត់និយាយឡើងថាខ្ញុំមានខ្លះមិត្តភ័ក្តិរបស់ព្រះយេស៊ូវអស់សំណោចហើយឃើញអាហារបន្តិចបន្តួចរបស់ក្មេងប្រុសនោះពួកគេនិយាយថាវាមិនគ្រប់ទេប៉ុន្តែពួកគេបានយល់ខុសហើយព្រះយេស៊ូវបានដឹងថាចំនួនអាហារដែលក្មេងប្រុសតូចម្នាក់នេះមានមិនជាបញ្ហានោះទេព្រះជាម្ចាស់នឹងធ្វើឲ្យមានគ្រប់គ្រាន់ហើយលើសពីគ្រប់គ្រាន់ទៅទៀតផងព្រះយេស៊ូវបានមានបន្ទូលថាចូលយកអាហារដែលអ្នកមានមកឲ្យខ្ញុំដូច្នេះក្មេងប្រុសតូចនេះក៏បានយកអាហាររបស់គាត់ទៅឲ្យព្រះយេស៊ូវហើយព្រះយេស៊ូវខ្សឹបដាក់ត្រចៀកគាត់ថាចាំមើលណាមិត្តភ័ក្តិរបស់ព្រះយេស៊ូវបាននិយាយថាបើមានអាហារតែប៉ុណ្ណឹងតើព្រះយេស៊ូវនឹងធ្វើដូចម្ដេចដើម្បីនឹងចម្អែតមនុស្សទាំងនេះបានពីព្រោះពួកគេបានគិតថាវាជាការដែលមិនអាចនឹងធ្វើទៅរួចទេប៉ុន្តែព្រះយេស៊ូវបានស្គាល់អ្នកដែលបង្កើតត្រីទាំងអស់នៅក្នុងសមុទ្រហើយព្រះយេស៊ូវក៏បានស្គាល់ព្រះជាម្ចាស់ដែលបានបង្កើតគ្រប់របស់ទាំងអស់ចេញពីភាពទទេស្អាតមកតាំងពីដើមដំបូងបង្អស់ម្ល៉េះតើមានការអ្វីដែលពិបាកទៅសម្រាប់ទ្រង់ព្រះយេស៊ូវបានយកអាហាររបស់ក្មេងប្រុសតូចម្នាក់នោះរួចព្រះអង្គសម្លឹងទៅលើមេឃទាំងអរព្រះគុណដល់ព្រះវរបិតាទ្រង់បន្ទាប់មកព្រះអង្គក៏ប្រគល់អាហារបន្តិចនេះទៅមិត្តភ័ក្តិរបស់ទ្រង់នៅពេលដែលមិត្តភ័ក្តិរបស់ព្រះយេស៊ូវចាប់ផ្ដើមចែកអាហារនោះតើអ្នកដឹងទេថាមានការអ្វីកើតឡើងគឺមានហេតុការណ៍ដ៏ចម្លែកបានកើតឡើងទោះជាគេកាច់ប៉ុន្មានក៏ដោយតែងតែមានថែមទៀតមិនចេះអស់ចេះតែមានបន្តគឺគ្រប់គ្រាន់សម្រាប់មនុស្ស 5000 នាក់មនុស្សគ្រប់គ្នាបានបរិភោគតាមចិត្តថែមលើកទី2ថែមលើកទី3រហូតដល់លើកទី4គេបានបរិភោគរហូតដល់បានឆ្អែតស្កប់ស្កល់ហើយនៅតែមានអាហារនៅសល់ទៀតផងជាការពិតណាស់ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើនដូចក្នុងរឿងនេះការដែលមនុស្សបានគិតថាមិនអាចទៅរួចដែលនោះមិនមែនតាមច្បាប់ធម្មជាតិប៉ុន្តែនេះជាការដែលកើតឡើងតាមបែបធម្មជាតិមែនប៉ុន្តែនេះជាការពិតណាស់អ្វីៗនៅក្នុងលោកនេះគឺសុទ្ធតែព្រះទ្រង់បានតាក់តែងឡើងតាំងពីដើមដំបូងមកម្ល៉េះទ្រង់យករបស់ដែលគ្មានហើយបង្កើតវាឲ្យចេញជារបស់ទាំងអស់ទ្រង់យកភាពទទេស្អាតហើយបំពេញវាឲ្យចេញជារូបរាងពេញលេញហើយយកភាពងងឹតធ្វើឲ្យមានចេញជាពន្លឺវិញ